សូមចូលរួមសោកស្ដាយមុននេះបន្តិចទទួលដំណឹងថាសិល្បករបុរាណលោកណាស់ឃីមបានទទួលមរណភាពហើយនៅមុននេះបន្តិចពោលគឺនៅរុស្ស៊ីថ្ងៃទី17ខែតុលាឆ្នាំ2025នេះតាមរយៈទំព័រ Facebook Page របស់វប្បធម៌ខ្មែរបានប្រកាសដំណឹងដ៏សោកសៅថាសិល្បករបុរាណលោកណាស់ឃីមបានទទួលមរណភាពហើយតាមរយៈប្រភពខាងលើបានប្រកាសដំណឹងដ៏សោកសៅនេះថាសូមថ្វាយនិងគោរពជូនដំណឹងដ៏សោកសៅលោកឈុនឃីមហើយណាឃីមដែលជាសិល្បករចម្រៀងមហោរីនិងប្រពៃណីបុរាណខ្មែរបានទទួលមរណភាពហើយនៅថ្ងៃសុក្រទី10ខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី17ខែតុលាឆ្នាំ2025នេះដោយរោគពាធសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកឈុនឃីមហើយណាឃីមអញ្ជើញទៅដល់ទីឋានដ៏ខ្ពង់ខ្ពស់ក៏បីអខានឡើយសូមបញ្ជាក់ថាលោកណាឃីមត្រូវបានបញ្ជូនឲ្យត្រឡប់មកកាន់ប្រទេសកំណើតកម្ពុជាវិញនៅរុស្ស៊ីថ្ងៃទី17ខែតុលាឆ្នាំ2025នេះឯងប៉ុន្តែខាងក្រុមគ្រូពេទ្យបានជួយព្យាយាមអស់ពីលទ្ធភាពហើយប៉ុន្តែមិនអាចជួយបាននោះទេក្រោយពីបានទៅទទួលការព្យាបាលនៅឯប្រទេសវៀតណាមរយៈពេល2ថ្ងៃក៏បញ្ជាក់ថាការពីព្រឹកមិញនេះឯងគឺនៅថ្ងៃទី17ខែតុលាឆ្នាំ2025មហាជនព្រមទាំងមិត្តក្នុងនិងក្រៅសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួលបន្ទាប់ពីលោកព្រំប្រសិទ្ធិនិងលោកខៀវសម្បត្តិរដ្ឋីដែលជាមិត្តរួមអាជីពរបស់លោកណាឃីមបានប្រាប់ដំណឹងដ៏សោកសៅគឺថាលោកណាឃីមត្រៀមបញ្ជូនមកកាន់កម្ពុជាវិញយ៉ាងណាមិញនៅវេលាម៉ោងប្រមាណជាង1រសៀលតាមរយៈការបង្ហោះលើគណនី Facebook របស់លោកខៀវសម្បត្តិរដ្ឋីនៅរូបភាព2សន្លឹកអមនឹងសំណេរដ៏ខ្លីរបស់សិល្បករបុរាណរូបនេះព្រមទាំងមិត្តជិតស្និទ្ធរបស់លោកណាឃីមបានធ្វើឲ្យមហាជនមានការក្តុកក្តួលចិត្តជាខ្លាំងដោយលោកណាឃីមបានបញ្ជូនឡើងឡានពេទ្យត្រៀមចេញមកកាន់ប្រទេសកម្ពុជាវិញក្នុងនោះលោកខៀវសម្បត្តិរដ្ឋីក៏បានសរសេររៀបរាប់ថាបងអើយយើងទៅស្រុកកំណើតដែនដីស្រុកខ្មែរយើងវិញហើយណាបងឃីមស្រាប់តែមកដល់រុស្ស៊ីថ្ងៃដដែលនេះក៏ទទួលបានដំណឹងដ៏សោកសៅដោយសិល្បករបុរាណដ៏មានសមត្ថភាពរូបនេះបានទទួលមរណភាពហើយ